Bạn nghe nói dương màu spine vô này vô mình này chi bình tạch bạn này chẳng bà dương mới thật chí cứ chia slot cream rư slot này rồi chia tôi chẳng tôi bay chia cream có đói slot có đói có bình tái cứ chia slot này rồi chia tôi bạn đại miền khấn nâng rồi chia chẳng mình thay vì miền khấn phóng vì miền rồi chia phóng pra pra nông ca chấm ấn rư bong bầm bạch khấn rồi chia chẳng chí chỉ tôi tới cái ai pra sầmรับnhóm nè thưa chỉ clear nhóm clear bà bong trong sầm lo rồi pra sầmรับcha pra thưa chỉ tập chỉ lụ rồi có ai pra sầmรับbà lạ sách xanh phòng đài bà chẳng chi miền tràn một hết đôi chỉ chi niềng vốn nè chi ống cam chi áp rồi cái dân hào thà chi bò tray nó bà chi sangក្រុម ឬក៏អ្នកខ្លះគេហៅជីសាំងទំហំតែឲ្យត្រូវគេហៅជីសាំងក្រុមបាទជីរណាជីវ៉ាន់ស៊ុយជីតិចតម្រៃជាដើមអ្នកខ្លះយើងហៅជីតិចតម្រៃអ្នកខ្លះគេហៅជីតិចតម្ងឬអីផ្សេងៗយ៉ាងទៅណាបាទតាមតំបន់អញ្ចឹងបើយើងមើលសភាពជីមានច្រើនប្រភេទមានទាំងជីបរទេសហើយនិងជីខ្មែរផងដែរបាទអញ្ចឹងក្នុងនោះមានដូចជាជីរណាបាទជីរណាឬក៏យើងហៅថាជីស្លឹកវែងបាទអញ្ចឹងមើលមកជីទាំងអស់ហ្នឹងគឺជីរណាហ្នឹងឯងវាស្លឹកវែងជាងគេអញ្ចឹងគេហៅជីស្លឹកវែងណាហើយវារាងដូចរណាអញ្ចឹងហើយអ្នកខ្លះក៏គេហៅជីរណាឬជីស្លឹកវែងបាទជីសាំងក្រហមអ្នកខ្លះច្រឡំហៅថាជីពងមាន់ពងទាណាពងទាកូនអានេះហៅជីឲ្យត្រូវគេហៅជីសាំងក្រហមណាមានមួយទៀតគេហៅជីថ្ពាល់ត្រីឬក៏ហៅថាជីឆ្អាបអញ្ចឹងយើងអាចប្រើបានទាំងពីរជីឆ្អាបក៏បានឬក៏ជីថ្ពាល់ត្រីក៏បានកាលហ្នឹងដូចជាមួយអមសម្រាប់ខ្ញុំចាត់ទុកថាវាជាប្រភេទជីព្រោះយើងមើលលក្ខណៈរូបរាងការប្រើប្រាស់ហើយនឹងសភាពវាជាដើមនេះយើងចាត់ទុកថាវាជាប្រភេទជីដែរបាទ